សម័យញាតជំរាបសួរដល់ប្រិយមិត្តទាំងអស់គ្នាដែលបានចូលរួមស្ដាប់នៅក្នុងកម្មវិធី SNT K-Nova របស់ខ្ញុំបាទផងដែរសម្រាប់នៅថ្ងៃនេះខ្ញុំបាទសូមលើកយករឿងប្រឡំលោករាត្រីកដឹកផាត់ជាយដែលជារឿងប្រឡំលោកបែបបរោះស្រឡាញ់បរោះនៅវគ្គ5ដែលមានចំណងជើងថាគេជានរណាដូច្នេះកុំឲ្យប្រិយមិត្តរងចាំយូរសូមអញ្ជើញទៅស្ដាប់ទាំងអស់គ្នាពេលវេលាពិតជាលឿនណាស់ក្នុងរយៈពេលតែរស់នៅក្បែរទ្រង់បងវេហាពិតជាកក់ក្ដៅខ្លាំងណាស់សម្រាប់ខ្ញុំវាជាលើកទី1នៅក្នុងជីវិតរបស់ខ្ញុំដែលមានស្នេហានៅវ័យមិនទាន់គ្រប់អាយុបែបនេះលើសពីនេះទៅទៀតថែមទាំងជ្រុលជ្រោះខ្លួនប្រាណទៀតផងបងវេហាជាមនុស្សដែលល្មោបនឹងកាមតណ្ហាណាស់គាត់តែងតែរួមភេទជាមួយខ្ញុំជារៀងរាល់យប់យ៉ាងតិចក៏ម្ដងដែរពេលខ្លះខ្ញុំសឹងតែគ្មានកម្លាំងដើម្បីបំពេញតម្រូវការរបស់គាត់ក៏មានដែរម្យ៉ាងវិញទៀតលឹងរបស់គាត់ក៏ធំនិងរឹងទៀតផងដែលជាហេតុធ្វើឲ្យខ្ញុំសឹងតែទប់មិនជាប់ប៉ុន្តែដើម្បីមនុស្សជាទីស្រឡាញ់របស់ខ្ញុំត្រូវតែអត់ធ្មត់ក្នុងកំឡុងពេលដែលខ្ញុំមានទំនាក់ទំនងជាមួយគាត់ខ្ញុំមិនដែលមានចិត្តវេកវេរនោះឡើយខ្ញុំតែងតែបង្កើតបរិយាកាសល្អនិងផ្ដល់ពេលវេលាឲ្យគាត់ជានិច្ចទោះបីជាក្នុងកាលៈទេសៈណាក៏ដោយបងវេហាតែងតែថ្នាក់ថ្នមខ្ញុំមិនដែលឲ្យទាស់ចិត្តឡើយគាត់ក៏សុំរាប់ខ្លួនតាមអ្វីដែលជាចរិតរបស់ខ្ញុំផងដែរ